បើក្បាលវីដេអូភ្លាមនាងខ្ញុំសូមសួរសំណួរមួយទៅកាន់ប្រិយមិត្តតើអ្វីទៅជានិយមន័យនៃភាពជោគជ័យរបស់ប្រិយមិត្តទាំងអស់គ្នាតើវាមានន័យយ៉ាងសាមញ្ញថាឲ្យតែធ្វើម៉េចឲ្យតែមានលុយច្រើនទៅអាហ្នឹងគឺហៅថាយើងជោគជ័យឯងមែនអត់ប៉ុន្តែប្រហែលមិនមែនអាស្រ័យទៅលើលុយរហូតទេក៏ថាបានដែរជោគជ័យនោះគឺវាអាស្រ័យទៅលើការកំណត់គោលដៅហើយគោលដៅនោះវាទទួលបានភាពសម្រេចមួយនឹងទៅហៅថាជាការជោគជ័យអញ្ចឹងមានន័យថាភាពជោគជ័យរបស់យើងរាល់គ្នាប្រហែលជាខុសៗគ្នាទៅតាមការកំណត់របស់យើងនីមួយៗខ្ញុំគិតថាវាអស្ចារ្យណាស់បើពាក្យថាសប្បាយរីករាយមានក្តីសុខមានសុភមង្គលរីករាយទាំងផ្លូវកាយនិងផ្លូវចិត្តហ្នឹងវាមិនបានរួមបញ្ចូលនៅក្នុងនិយមន័យនៃពាក្យថាជោគជ័យនោះទេការកសាងតួអង្គនិងរៀនមេរៀនជីវិតរបស់យើងម្នាក់ៗអាចនឹងខុសគ្នាប៉ុន្តែភាពតានតឹងនៅក្នុងការងារប្រហែលជាមានដូចគ្នាខ្លះហើយមើលទៅពីព្រោះថាពេលដែលយើងធ្វើការគឺវាជាមិនផុតពីអារម្មណ៍តានតឹងនិងអារម្មណ៍ stress ទេមែនទេហើយនេះហើយគឺជាមូលហេតុដែលនាងខ្ញុំចូលចិត្តសៀវភៅមួយក្បាលនេះដែលមានឈ្មោះថា Happy at Work វារំលឹកយើងថាជោគជ័យរីករាយនិងសុភមង្គលគឺវាមានន័យដូចគ្នាហេតុអ្វីបានជាប្រិយមិត្តគួរតែស្ដាប់ពីខ្លឹមសារនៃសៀវភៅមួយក្បាលនេះនោះក៏ដោយសារតែសៀវភៅមួយក្បាលនេះវាពោរពេញទៅដោយគំនិតដ៏អស្ចារ្យបូកនឹងយុទ្ធសាស្ត្រដែលនឹងនាំប្រិយមិត្តទៅកាន់កន្លែងមួយដែលប្រសើរជាងមុនមិនត្រឹមតែនៅក្នុងអាជីវកម្មឬក៏ការងារប៉ុណ្ណោះទេតែនៅក្នុងជីវិតយើងផ្ទាល់តែម្ដងសង្ឃឹមថាវគ្គនេះនឹងកំដរប្រិយមិត្តធ្វើការបណ្ដើរស្ដាប់ podcast នេះបណ្ដើរហើយក៏រំសាយអារម្មណ៍និងទទួលយកយុទ្ធសាស្ត្រថ្មីដើម្បីកម្ចាត់ភាពតានតឹងកំឡុងពេលកំពុងធ្វើការទាំងអស់គ្នាសូមរីករាយស្ដាប់នៅវគ្គវិធីសាមញ្ញ60យ៉ាងធ្វើឲ្យអ្នករីករាយនិងជោគជ័យនៅក្នុងកន្លែងការងារទី1ផ្ដល់រង្វាន់ដល់ខ្លួនអ្នកនិងអ្នកដទៃប្រសិនបើអ្នកចង់ប្រែក្លាយកន្លែងការងារកុំឲ្យមានភាពធុញថប់អ្នកត្រូវតែប្រែក្លាយគ្រប់យ៉ាងនៅទីនោះដោយសេចក្តីល្អនិងការលើកទឹកចិត្តវាមានសារៈសំខាន់នៅក្នុងការលើកទឹកចិត្តខ្លួនឯងពេលណាអ្នកធ្វើអ្វីមួយបានយ៉ាងល្អឬក៏បញ្ចប់កិច្ចការប្រកបដោយប្រសិទ្ធភាពហើយមុនពេលកំណត់ទៀតនោះយើងគួរតែសរសើរនិងផ្ដល់រង្វាន់ដល់ខ្លួនឯងអ្វីក៏បានដែរបន្តិចបន្តួចក៏បានឬក៏គ្រាន់តែជានំមួយកញ្ចប់ក៏បានវាចាត់ទុកថាជាការលើកទឹកចិត្តសម្រាប់ខ្លួនឯងដែលយើងបានបញ្ចប់អ្វីមួយដោយល្អប្រសើរចំណែកអ្នកដទៃវិញយើងគួរតែមានការសរសើរដ៏សាមញ្ញមួយដូចជានិយាយពាក្យថាអ្នកធ្វើការបានល្អហើយការងាររបស់អ្នកគឺល្អហើយនិយាយវាសរសើរទៅកាន់នរណាម្នាក់ដោយចាត់ទុកថានេះគឺជាអំណោយដែលអ្នកផ្ដល់ឲ្យផ្លូវចិត្តរបស់ពួកគេទី2ដាក់បញ្ហារបស់អ្នកដើម្បីធ្វើការឲ្យអ្នកការប្រកួតប្រជែងរបស់អ្នកអាចត្រូវបានប្រែក្លាយទៅជាផលប្រយោជន៍បញ្ហានិងឧបសគ្គនៅកន្លែងការងារក៏អាចឲ្យអ្នកនៅឱកាសមួយដ៏ល្អដើម្បីបង្ហាញទេពកោសល្យរបស់អ្នកដូចគ្នាសួរខ្លួនឯងទៅមើលថាអ្នកគឺជាអ្វីហើយបញ្ហាជាអ្វីតើអាចប្រែក្លាយវាឲ្យទៅជាឱកាសបានដោយរបៀបណាស្វែងយល់ពីរបៀបដែលអ្នកអាចធ្វើវាបានឲ្យល្អបំផុតនិងប្រើវាឲ្យមានប្រយោជន៍សូមសាកល្បងវិធីសាស្ត្រផ្សេងៗគ្នាមួយហើយមួយទៀតកុំឆាប់បោះបង់ចោលត្រូវទាញយកបញ្ហានោះឲ្យក្លាយទៅជាឱកាសហើយឲ្យឱកាសនោះជួយអ្នកនិងនាំអ្នកទៅរកចំណុចថ្មីមួយទៀតដែលល្អជាងមុនទី3បំបែកទម្លាប់របស់អ្នកមនុស្សឆ្លាតវៃជាច្រើនបានជាប់គាំងនៅក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេដោយធ្វើរឿងដដែលជារៀងរាល់ថ្ងៃដូចជាក្រោកពីគេងហើយចាប់ទាញយកទូរស័ព្ទមុនគេបើកបរផ្លូវដូចគ្នាទៅធ្វើការញ៉ាំអាហារពេលព្រឹកដូចគ្នារៀងរាល់ថ្ងៃនិងធ្វើអ្វីផ្សេងទៀត
ជាដដែលជាទម្លាប់ប្រចាំថ្ងៃរបស់ពួកគេតាមការពិតទៅទម្លាប់ប្រចាំថ្ងៃរបស់យើងគឺវាបានដក់ជាប់នៅក្នុងសកម្មភាពដែលយើងត្រូវតែនឹកឃើញធ្វើវាជារៀងរាល់ថ្ងៃអ្នកគួរតែបង្កើតទំនាក់ទំនងសរសៃប្រសាទថ្មីនៅក្នុងខួរក្បាលរបស់អ្នកហើយអ្នកនឹងឃើញនៅរូបភាពរំញោចនៃការមើលឃើញនិងសោតទស្សន៍ថ្មីប្រសិនបើអ្នកបំបែកទម្លាប់ចាស់ចេញកាន់តែច្រើនអ្នកនឹងរកឃើញគំនិតច្នៃប្រឌិតថ្មីកាន់តែច្រើនចូលនៅក្នុងខួរក្បាលរបស់អ្នកដូចគ្នាហើយអ្នកទំនងជានឹងបង្កើតលទ្ធផលថ្មីដោយរីកចម្រើនឈានទៅមុខទៀតផងទី4ខ្លាយជាចង់ដឹងចង់ឮចង់ឃើញចង់បានភាពរីករាយទាំងការងារនិងជីវិតផ្ទាល់ខ្លួនអ្នកត្រូវតែបណ្ដុះការចង់ដឹងចង់ឮរបស់អ្នកមិនត្រឹមតែរៀនអំពីពិភពលោកប៉ុណ្ណោះទេប៉ុន្តែត្រូវរៀនពីមនុស្សនៅជុំវិញខ្លួនផងដែរវានឹងធ្វើឲ្យការងារនិងជីវិតរបស់អ្នកកាន់តែគួរឲ្យចាប់អារម្មណ៍មួយកម្រិតទៀតទី5ដឹងពីគោលបំណងរបស់អ្នកកាលពីប៉ុន្មានឆ្នាំមុនណាខ្ញុំបានចូលរួមកិច្ចពិភាក្សាដែលផ្ដល់ដោយ Jack ហើយវាជារាត្រីដ៏ត្រជាក់មួយហើយខ្ញុំតែងតែឆ្ងល់នៅក្នុងចិត្តថាហេតុអ្វីបានជាអ្នកនិពន្ធម្នាក់នេះគាត់សុខចិត្តចំណាយពេលវេលារបស់គាត់មកជួបក្រុមមនុស្សដ៏តូចត្រឹមតែប្រហែលជា30 ទៅ 40 នាក់ខ្ញុំគិតថាគាត់គួរតែចំណាយពេលវេលាដ៏មានតម្លៃរបស់គាត់នៅក្នុងផ្ទះដ៏កក់ក្ដៅរបស់គាត់ជាជាងចេញមកក្រៅនារដូវត្រជាក់នៅពេលនេះហើយខ្ញុំក៏បានសួរទៅគាត់ថាហេតុអ្វីគាត់ចាំបាច់ត្រូវតែធ្វើដូច្នេះចេកគាត់មានទឹកមុខញញឹមហើយគាត់ក៏ឆ្លើយមកខ្ញុំវិញដោយមិនស្ទាក់ស្ទើរថាគាត់ធ្វើបែបនេះគឺដើម្បីផ្លាស់ប្ដូរជីវិតរបស់មនុស្សពីព្រោះមានមនុស្សជាច្រើនអាចនឹងទទួលបានចំណេះដឹងនិងផ្លាស់ប្ដូរខ្លួនឯងតាមរយៈការជួបគ្នាជាមួយនឹងគាត់ដូច្នេះគាត់ដឹងពីគោលបំណងរបស់គាត់ហើយគាត់បានបដិញ្ញាបំពេញនៅសកម្មភាពរបស់គាត់ឲ្យបានដោយមិនគិតពីធាតុអាកាសនោះទេចុះអ្នកវិញតើអ្នកដឹងទេថាហេតុអ្វីបានជាអ្នកធ្វើអ្វីដូចជារាល់ថ្ងៃនេះតើអ្នករស់នៅតាមគោលបំណងរបស់អ្នកដែរឬទេឬមួយក៏អ្នកគ្រាន់តែរស់នៅតាមការបញ្ជានិងការចង្អុលបង្ហាញរបស់អ្នកដទៃទី6ឈានចូលទៅក្នុងអាជីពនៃក្តីស្រមៃរបស់អ្នក Henry David Thoreau បានសរសេររឿងនេះអំពីការបន្តក្តីសុបិនថាប្រសិនបើមនុស្សម្នាក់ឈានទៅមុខដោយទំនុកចិត្តក្នុងទិសដៅនៃក្តីសុបិនរបស់គាត់ហើយព្យាយាមរស់នៅក្នុងជីវិតដែលគាត់បានស្រមៃនោះគាត់នឹងជួបជោគជ័យដែលនឹកស្មានមិនដល់មួយយើងម្នាក់កើតមកគឺមានក្តីសុបិននិងបំណងប្រាថ្នាខុសៗគ្នាមែនអត់ប៉ុន្តែប្រសិនបើអ្នកឈប់មួយផ្លែតហើយគិតអំពីបំណងប្រាថ្នាដ៏ជ្រាលជ្រៅរបស់យើងនោះឡើងវិញយើងនឹងអាចរកឃើញពីអាជីពឬក៏ការងារដែលយើងស្រឡាញ់បានសូមទៅមុខដោយទំនុកចិត្តមិនភ័យខ្លាចហើយព្យាយាមរស់នៅក្នុងជីវិតដែលយើងធ្លាប់បានស្រមៃនិងការងារដែលយើងតែងតែសុបិនធ្វើវាឲ្យអស់ពីសមត្ថភាពនោះអ្នកនឹងទទួលបានជោគជ័យទី7ធ្វើឲ្យសុបិនរបស់អ្នកคล้ายជាការពិតប្រើការអះអាងវិជ្ជមានដែលអ្នកមានប្រៀបដូចជាក្តារខៀនសុបិនដែលកំពុងកំណត់ផ្លូវឲ្យអ្នកគូវាពីដំណើរទៅរកក្តីសុបិនរបស់អ្នកចូលធ្វើទង្វើទាំងអស់នោះឲ្យខ្ជាប់ខ្ជួនដើម្បីរក្សាអាកប្បកិរិយាវិជ្ជមាននិងរក្សាជីវិតរបស់អ្នកនៅលើវិថីនៃក្តីសង្ឃឹមឆ្ពោះទៅរកសុបិនរបស់អ្នកហើយឲ្យវាคล้ายទៅជាការពិតទី8ខ្លាយជាអ្នកកំណត់គោលដៅការកំណត់គោលដៅសម្រាប់ជីវិតរបស់អ្នកផ្ដល់ឲ្យអ្នកនៅផែនទីបង្ហាញផ្លូវនិងឧបករណ៍ដែលត្រូវវាស់ស្ទង់វឌ្ឍនភាពរបស់អ្នកសំខាន់ជាងនេះទៅទៀតវាបង្ហាញពីដំណើរជីវិតរបស់អ្នកត្រូវតាំងចិត្តថាបើខ្ញុំធ្វើមិនបានខ្ញុំនឹងមិនបោះបង់គោលដៅរបស់ខ្ញុំនោះឡើយទី9កុំឲ្យគោលដៅរបស់អ្នកបំភ័យអ្នកតើអ្នកនឹងខិតខំសម្រេចគោលដៅអ្វីខ្លះហើយតើរឿងអស្ចារ្យអ្វីខ្លះដែលអ្នកនឹងព្យាយាមធ្វើប្រសិនបើអ្នកដឹងថាឲ្យតែអ្នកធ្វើរឿងនឹងទៅអ្នកនឹងទទួលបានជោគជ័យឯងអញ្ចឹងតើអ្នកនឹងធ្វើរឿងអ្វីខ្លះចូលទៅសេវាឡើងមកហើយគិតថាអ្នកនឹងជោគជ័យលើវាបានភ្លាមបន្ទាប់ពីអ្នកអនុវត្តធ្វើវាដូច្នេះកុំឲ្យគោលដៅរបស់អ្នកបំភ័យអ្នកដោយភាពបរាជ័យត្រឹមតែម្ដងពីរដងឲ្យសោះទី10
បង្កើតចំណុចសំខាន់ៗនិងសកម្មភាពឥឡូវនេះអ្នកបានសរសេរទស្សនវិស័យជីវិតគួរឲ្យទាក់ទាញរបស់អ្នកហើយបានជ្រើសរើសគោលដៅមួយចំនួនដែលអ្នកចង់សម្រេចនៅក្នុងឆ្នាំបន្ទាប់វាដល់ពេលហើយបង្កើតចំណុចសំខាន់និងបង្កើតផែនការសកម្មភាពសម្រាប់ជីវិតរបស់អ្នកឡើងវិញទី11ធ្វើសកម្មភាពដែលបំផុសគំនិតតែប៉ុណ្ណោះរឿងណាដែលរារាំងទឹកចិត្តនិងបំបាក់ទឹកចិត្តសូមអ្នកកុំគិតពីវានិងកុំធ្វើពីវាអីទី12ស្វែងយល់ពីច្បាប់របស់អ្នកមានគោលការណ៍នៃការរស់នៅរបស់ខ្លួនឯងសូមកុំបែកឆ្វេងទៅតាមអ្វីដែលអ្នកដទៃគេបានលួងលោមអ្នកចង់ធ្វើអ្វីអ្នកត្រូវតែប្រកាន់ខ្ជាប់នូវគោលដៅមួយនោះនិងគោលការណ៍មួយនោះឲ្យបាន13រៀនគ្រប់គ្រងពេលវេលារបស់អ្នកនៅលើពិភពលោកយើងទាំងអស់នៅក្នុងមួយថ្ងៃមនុស្សគឺមានពេល24ម៉ោងដូចគ្នាអ្នកនឹងមិនមានលទ្ធផលអ្វីជាក់លាក់ទេប្រសិនបើអ្នកមិនបានបែងចែកពេលវេលាក្នុងការធ្វើអ្វីមួយឲ្យច្បាស់លាស់ទី14មកធ្វើការទាន់ពេលប្រសិនបើអ្នកចង់ទទួលបានភាពរីករាយនិងបន្ថយភាពតានតឹងនៅកន្លែងធ្វើការរបស់អ្នកសូមអ្នកឈប់ប្រញាប់ទៀតទៅហើយឈប់បង្ខំខ្លួនឯងឲ្យត្រូវតែធ្វើការឲ្យទៀងម៉ោងឲ្យទៀងពេលលទ្ធផលនៃការងារវាសំខាន់ជាងការទៅធ្វើការឲ្យទៀងម៉ោងនឹងទៅទៀតប្រសិនបើអ្នកធ្វើការទៀងម៉ោងជារៀងរាល់ថ្ងៃប៉ុន្តែមិនទទួលបានលទ្ធផលល្អអ្វីសោះនោះអ្នកគួរតែគិតឡើងវិញបន្ធូរអារម្មណ៍ឲ្យរីករាយធ្វើការយ៉ាងណាឲ្យមានលទ្ធផលល្អទោះបីជាមិនទៀងម៉ោងតិចតួចក៏ដោយនេះមិនមែនជាការបង្រៀនឲ្យអ្នកធ្វើរឿងខុសពីគោលការណ៍របស់ក្រុមហ៊ុននោះទេប៉ុន្តែគឺយើងចង់ឲ្យអ្នកមានការរំសាយអារម្មណ៍និងបន្ធូរបន្ថយអារម្មណ៍តានតឹងរបស់អ្នកខ្លះដើម្បីវាអាចលេចចេញនៅលទ្ធផលល្អអ្វីមួយកើតឡើងទី15គ្រប់គ្រងថាមពលរបស់អ្នកដើម្បីមានសុភមង្គលនិងជោគជ័យពិតប្រាកដអ្នកត្រូវការរាងកាយថាមពលផ្លូវចិត្តនិងថាមពលវិជ្ជមានជាប្រចាំថ្ងៃប៉ុន្តែជាអកុសលសម្រាប់មនុស្សជាច្រើនគឺប្រមូលផ្ដុំថាមពលទាំងអស់នោះដើម្បីឆ្លងកាត់ឲ្យរួចតែមួយថ្ងៃតែប៉ុណ្ណោះប្រសិនបើអ្នកចំណាយពេលពិនិត្យមើលរបៀបរស់នៅនិងទម្លាប់នៃបុគ្គលធម្មតានេះពេលបច្ចុប្បន្ននេះនោះពិតជាមិនមានការពិបាកទេនៅក្នុងការមើលឃើញថាហេតុអ្វីបានជាមនុស្សជាច្រើនចូលចិត្តធ្វើដូច្នេះចូលចិត្តយកថាមពលខ្លួនឯងដោះស្រាយត្រឹមតែមួយថ្ងៃយើងត្រូវចេះគ្រប់គ្រងវានិងប្រើថាមពលរបស់យើងឲ្យបានល្អជារៀងរាល់ថ្ងៃមិនមែនត្រឹមតែមួយថ្ងៃហើយអស់ខ្សោយដូចជាអាគុយអស់ថ្មនោះទេ16ប្រាជ្ញាចិត្តក្នុងការរៀនសូត្រពេញមួយជីវិតព័ត៌មានដែលអ្នកបានរៀននៅសាលាវាគ្រាន់តែជាការចាប់ផ្ដើមតែប៉ុណ្ណោះវានឹងមិននាំអ្នកទៅអនាគតទេផ្ទុយទៅវិញការសិក្សាបទពិសោធន៍បច្ចុប្បន្នដែលអ្នកបានជួបផ្ទាល់នៅក្នុងពេលធ្វើការនោះទើបកំណត់ថាតើអ្នកអាចទៅឆ្ងាយបានប៉ុណ្ណានិងខ្ពស់ប៉ុណ្ណានៃជីវិតនៅក្នុងការធ្វើការរបស់អ្នកវាមិនមែនជាអ្វីដែលអ្នកត្រូវតែខ្លាចហើយធុញនៅក្នុងការរៀនទេមនុស្សជាច្រើនគ្រប់គ្នាគឺត្រូវតែរៀនគ្មានថ្ងៃបញ្ចប់រៀនអ្វីៗគ្រប់យ៉ាងនៅជុំវិញខ្លួនដើម្បីបង្កើតចំណេះជំនាញឲ្យកាន់តែច្រើន17កុំខ្លាចក្នុងការនិយាយក្នុងចិត្តប្រសិនបើអ្នកចង់ឲ្យមានការរីករាយកាន់តែច្រើននិងជោគជ័យនៅក្នុងកន្លែងការងាររបស់អ្នកសូមកុំខ្លាចនៅក្នុងការនិយាយនិងបង្ហាញគំនិតរបស់អ្នកបើអ្នកមានគំនិតនៅក្នុងចិត្តហើយហេតុអ្វីយើងត្រូវខ្លាចការនិយាយគំនិតទាំងអស់នឹងចេញមកក្រៅកុំខ្លាចនៅក្នុងការខុសកុំខ្លាចដែលគេមិនទទួលយកគំនិតរបស់យើងវាគ្រាន់តែជាការចែករំលែកនៅការមើលឃើញរបស់អ្នកប្រសិនបើគំនិតរបស់អ្នកល្អគេនឹងទទួលយកប៉ុន្តែបើមិនល្អគេនឹងទៅទទួលយកគំនិតរបស់អ្នកដទៃផ្សេងមួយទៀតដែលប្រសើរជាងនោះដូច្នេះយើងមិនមានអ្វីត្រូវខ្លាចឬក៏អាក់អន់សពុនចិត្តឬមួយក៏ត្រេកអរជ្រុលនៅក្នុងការបង្ហាញគំនិតនោះឡើយ18ស្លៀកពាក់ដើម្បីជោគជ័យការស្លៀកពាក់ឲ្យត្រូវនឹងកលៈទេសៈការងាររបស់អ្នកវាគឺជារឿងសំខាន់និងជារឿងដែលយើងត្រូវតែចេះបត់បែនខ្លួនក្នុងនាមជាអ្នកធ្វើការម្នាក់នៅក្នុងក្រុមហ៊ុន19កុំចាំថាត្រូវធ្វើអ្វីគ្រាន់តែធ្វើអ្វីដែលត្រូវធ្វើ
ពេលខ្លះយើងអាចនឹងច្របូកច្របល់នៅក្នុងឃ្លាមួយនេះប៉ុន្តែចំណុចនេះគេចង់បង្ហាញឲ្យយើងដឹងថាបើអ្នកមានការងារជាច្រើនក្នុងមួយថ្ងៃអ្នកពុំចាំបាច់ត្រូវចងចាំថាតើខ្ញុំត្រូវធ្វើអ្វីខ្លះពីចំណុចណាខ្លះកន្លែងណាខ្លះអ្វីខ្លះនោះទេពីព្រោះយើងមានការងារច្រើនដូច្នេះយើងគ្រាន់តែធ្វើអ្វីដែលយើងត្រូវការធ្វើមុនគេទៅហើយយើងធ្វើវាបន្តបន្ទាប់ទៅគឺរួចរាល់ទី20ផ្ដោតលើអ្វីដែលកំពុងដំណើរការងារណាដែលសំខាន់យើងត្រូវតែរូតរះធ្វើការងារនោះជាមុនសិនការងារណាដែលពុំទាន់ប្រញាប់យើងអាចទុកធ្វើវានៅពេលក្រោយអ្វីដែលកំពុងតែដំណើរការយើងត្រូវតែបន្តការដំណើរការនោះឲ្យវាឈានទៅដល់ចំណុចមួយដែលបញ្ចប់ការដំណើរការសិនពុំត្រូវឲ្យវាដំណើរការឲ្យវាឈប់កណ្ដាលទីនោះអ្វីគ្រប់យ៉ាងប្រកាសជាត្រូវផ្អាកទាំងអស់ទី21រៀនដោះស្រាយជាមួយមនុស្សពិបាកវាប្រកាសជាមិនមានទេនៅលើโลกនេះដែលយើងទៅធ្វើការនៅកន្លែងមួយដែលមានមនុស្សមានអត្តចរិតដូចជាយើងទាំងអស់នោះគ្រប់ក្រុមហ៊ុនគ្រប់កន្លែងធ្វើការគឺវាសុទ្ធតែមានមនុស្សដែលមានអត្តចរិតផ្សេងពីយើងខ្លះហើយដូច្នេះយើងត្រូវតែរៀនស្វែងយល់ពីបុគ្គលនីមួយៗឬក៏មិត្តរួមការងាររបស់យើងម្នាក់ៗថាតើគេមានអត្តចរិតបែបណាខឹងស្អប់ច្រណែនគុំគួនសប្បាយរីករាយឬក៏រុះរាយរាក់ទាក់យើងត្រូវស្វែងយល់ពីបុគ្គលនីមួយៗទាំងអស់នោះហើយយើងនឹងដឹងថាតើយើងគួរតែចូលទៅរកពួកគេនិងដោះស្រាយជាមួយពួកគេដោយរបៀបណាដូច្នេះមនុស្សទាំងអស់នោះប្រកាសជាលែងក្លាយជាមនុស្សពិបាកសម្រាប់យើងទៀតហើយទី22ធ្វើការសម្រេចចិត្តយ៉ាងឆាប់រហ័សទី23ចូលក្នុងអ្វីដែលកំពុងមានចលនាទី24វត្តសុភមង្គលរបស់អ្នក25ធ្វើឲ្យមានភាពអស្ចារ្យ26ផឹកទឹកកុំភ្លេចប្រភពច្រកម្លប់កុំភ្លេចអ្នកដាំអ្នកណាគេផ្ដល់គុណឲ្យយើងត្រូវតែសងគុណទៅកាន់អ្នកនោះវិញ27គុំនិយាយដើមគេទោះបីជាមេឬក៏ក្រុមការងារក៏ដោយ28កាន់កាប់ភាពជាម្ចាស់នៃការងាររបស់អ្នកការងារដែលមេឬក៏ថ្នាក់លើបានដាក់ឲ្យអ្នកត្រូវតែគ្រប់គ្រងការងារនោះមិនខ្វល់ថាវាលំបាកងាយស្រួលឬក៏មានបញ្ហានោះទេអ្នកត្រូវតែធ្វើជាម្ចាស់នៃការងារមួយនោះនិងដោះស្រាយវាឲ្យបានដោយពុំឲ្យអ្នកដទៃធ្វើជំនួសអ្នករហូតនោះឡើយ29បណ្ដោះទម្លាប់ល្អៗរៀងរាល់ថ្ងៃ30កំណត់ជំនឿរបស់អ្នក31ធ្វើឲ្យការអភិវឌ្ឍផ្ទាល់ខ្លួនជាផ្នែកមួយនៃទម្លាប់ប្រចាំថ្ងៃរបស់អ្នកត្រូវខិតខំនៅក្នុងការអភិវឌ្ឍខ្លួន32ចូលចាំថានេះនឹងកន្លងផុតទៅរឿងអ្វីមួយផ្សេងទៀតនឹងកំពុងចូលមកដល់ប្រសិនបើអ្នកកំពុងតែបាក់ទឹកចិត្តឬក៏មានបញ្ហានៅក្នុងកន្លែងការងារអ្នកត្រូវចងចាំថារឿងទាំងអស់នោះវានឹងកន្លងទៅនៅក្នុងថ្ងៃណាមួយកុំទុកខ្លួនឯងនៅក្នុងភាពតានតឹងនៅក្នុងភាពធុញថប់នឹងយូរពេកពីព្រោះវាពុំមានអ្វីថាថេរនោះទេបន្តិចទៀតវានឹងរំលងផុតហើយអ្នកត្រូវតែធ្វើអារម្មណ៍ឲ្យធូរស្រាលមកវិញ33យកគំរូតាមភាពជោគជ័យដែលអ្នកប្រាថ្នាចង់សម្ដៅថាបុគ្គលដែលជោគជ័យនៅលើផ្នែកដែលអ្នកកំពុងតែស្រមៃគេប្រកាសជាធ្លាប់បង្ហាញពីបទពិសោធន៍ផ្ទាល់ខ្លួនរបស់គេព្យាយាមចាប់យកនៅចំណុចល្អនិងចំណុចជោគជ័យដែលគាត់ធ្លាប់បានឆ្លងកាត់ហើយយកមកដាក់នៅក្នុងខ្លួនរបស់អ្នកនិងយកវាជាគំរូរបស់អ្នក34កំណត់ភាពជោគជ័យរបស់អ្នក35កុំវង្វេងវង្វាន់កុំភ្លេចគោលដៅ36ចាប់ផ្ដើមឥឡូវនេះធ្វើវានៅក្នុងពេលនេះកុំទម្លាប់ធ្វើអ្វីបង្អង់យូរឬមុននឹងក្រោយយើងគង់តែធ្វើវាដដែល37អនុញ្ញាតឲ្យទៅដោះលែងឲ្យមានសេរីភាពចង់បង្ហាញពីទុក្ខសោកសៅទាំងនៅក្នុងជីវិតនិងកន្លែងការងារឬចេះ move on និងទម្លាក់ចោលនៅរឿងដែលមិនសប្បាយចិត្តឲ្យផ្លូវចិត្តរបស់អ្នកមានសេរីភាពហោះហើរទៅរកអ្វីដែលថ្មី38ដាក់ភាពរំភើបនៅក្នុងការងាររបស់អ្នកសប្បាយចិត្ត
នឹងធ្វើការនោះអ្នកនឹងមានអារម្មណ៍ថាធូរស្រាល39ដកចេញនៅឧបសគ្គដែលរារាំងភាពជោគជ័យរបស់អ្នកភាពទន់ខ្សោយភាពខ្ជិលច្រអូសភាពគ្មានសណ្ដាប់ធ្នាប់គឺវាសុទ្ធតែជាឧបសគ្គដែលរារាំងអ្នកពុំឲ្យជោគជ័យដូច្នេះគួរដកវាចោលនិងកម្ចាត់វាចេញពីទម្លាប់ប្រចាំថ្ងៃរបស់អ្នក40ធ្វើជាអ្នកលក់និងជាអ្នកផ្ដល់ឲ្យ41លោតត្រឡប់មកវិញងាកមើលក្រោយបន្តិចចង់សម្ដៅថាប្រសិនបើអ្នកកំពុងតែមានភាពតានតឹងឬកំពុងតែបាក់ទឹកចិត្តអ្នកគួរតែងាកត្រឡប់ក្រោយស្វែងយល់ពីកំហុសនិងរឿងរ៉ាវជាច្រើនទាំងជោគជ័យនិងបរាជ័យដែលអ្នកធ្លាប់បានឆ្លងកាត់ហើយដកខាត់វាសារជាថ្មីនិងតាំងចិត្តទៅខាងមុខបន្តទៀត42គិតដូចម្ចាស់ទោះអ្នកមិនមែនជាម្ចាស់ក៏ដោយម្ចាស់ក្រុមហ៊ុនគេពុំដែលចង់ឲ្យក្រុមហ៊ុនរបស់គេបរាជ័យនោះទេហើយគេតែងតែធ្វើការអស់ពីចិត្តដើម្បីក្រុមហ៊ុនរបស់គេដូច្នេះទោះបីយើងជាបុគ្គលិកក៏ដោយប្រសិនបើយើងមានបំណងប្រាថ្នានឹងការគិតដូចនេះនោះក្រុមហ៊ុននោះនឹងរីកចម្រើនជាជាមិនខាន43ផ្សព្វផ្សាយក្រុមហ៊ុនរបស់អ្នក44ធ្វើឲ្យកិច្ចការគួរឲ្យអស់សំណើចគឺចង់សម្ដៅថាសប្បាយនៅក្នុងការធ្វើការកុំមានអារម្មណ៍តានតឹងនិងធុញថប់45ខ្លាយជាអ្នកពិតប្រាកដគឺតាំងចិត្តតាំងជំហរនៅក្នុងការធ្វើការដោយពុំលេងសើចលេះលោះលេបឡប់នោះឡើយ46អនុវត្តការដឹងគុណវាស្រដៀងគ្នាទៅនឹងចំណុចខាងលើគឺចង់បង្ហាញថានរណាធ្លាប់ធ្វើគុណដល់យើងត្រូវតែសងនៅគុណនោះទៅកាន់គេវិញ47អនុញ្ញាតឲ្យអារម្មណ៍របស់អ្នកជាអ្នកណែនាំ48ស្ដាប់តន្ត្រីរំសាយអារម្មណ៍ខ្លះកំឡុងពេលធ្វើការ49មើលរូបភាពធំប្រយោជន៍រួមជាគោល50អភិវឌ្ឍមិត្តភាពប្រកបដោយអត្ថន័យនៅកន្លែងការងារ51បង្ហាញពីចេតនារបស់អ្នកក្នុងការធ្វើការងាររបស់អ្នក52ជៀសវាងថាមពលខ្លាំងជ្រុលកុំហួសហេតុត្រូវចេះរងាប់អារម្មណ៍ខ្លះត្រូវចេះរំសាយកំហឹងខ្លះកុំឲ្យវាដឹកនាំអ្នកបាន54ចងចាំថាលុយគឺជារង្វាស់នៃសេវាកម្មរបស់អ្នកយើងត្រូវតែញញឹមយើងត្រូវតែត្រេកអរយើងត្រូវតែមានឆន្ទៈនិងថាមពលនៅក្នុងការធ្វើការត្រូវចាំថាបន្តិចទៀតយើងនឹងបានលុយពីវាមកវិញ55រស់នៅក្នុងបច្ចុប្បន្នកុំមើលតែអនាគតឬក៏កុំតែរវល់តែសោកសៅនៅក្នុងអតីតកាលដែលកន្លងផុតទៅត្រូវស្វែងយល់ពីបច្ចុប្បន្នភាពនៅក្នុងការធ្វើការជាក់លាក់នោះគឺជារឿងសំខាន់56ក្រោកឡើងដើរទៅមុខបន្តវាស្រដៀងគ្នាជាមួយនឹងពាក្យរបស់លោកបណ្ឌិតកែមលីដែលបាននិយាយថាជូតទឹកភ្នែកហើយយើងក្រោកឡើងដើរទៅមុខបន្តទៀតមិនខ្វល់ថាយើងមានរឿងអ្វីកើតឡើងយើងត្រូវតែងើបឈរឡើងវិញហើយដើរទៅមុខជាបន្តទៀតយើងត្រូវតែមានភាពរឹងមាំនៅក្នុងការរស់នៅក្នុងការធ្វើការរបស់យើងជារៀងរាល់ថ្ងៃទាំងអស់នេះជាចំណុចជាច្រើនដែលបានបកស្រាយពីសៀវភៅ Happy at Work ដែលបង្ហាញពីការលើកទឹកចិត្តខ្លះៗនៅក្នុងជីវិតរស់នៅនិងការធ្វើការនិងខ្ញុំសង្ឃឹមថាប្រិយមិត្តអាចដកយក1ទៅ2ឬក៏4ទៅ5ដើម្បីយកមកប្រើការនិងបន្សាបអារម្មណ៍ stress អារម្មណ៍តានតឹងនៅក្នុងការធ្វើការរបស់ប្រិយមិត្តបានសង្ឃឹមថានឹងបានជួបគ្នានៅក្នុងអេពីសូតក្រោយបន្តទៀត